បងទាំងអស់គ្នាធ្លាប់ចាប់អារម្មណ៍អត់ញើបបងចូលពេញហាងប៉ុន្តែនៅពេលដែលចុងខែសួរតលុយចំណេញនៅណាអត់ឃើញចឹងថ្ងៃនេះខ្ញុំមកចែកម្លែកតតងជាមួយនឹងបទពិសោធន៍របស់ខ្ញុំផ្ទាល់អ្នកលក់ PRS System ខ្ញុំបានជួបជាមួយនឹងម្ចាស់ហាងជាច្រើនហាងកាហ្វេភោជនីយដ្ឋានមីនីម៉ាតសហគ្រាសដេប៉ូចែកចាយរោងចក្រច្នៃផលិតសិតតែធ្លាប់បានជួបមកច្រើនហើយអ្វីដែលខ្ញុំបានសង្កេតឃើញនិងរៀនពីពួកគាត់មកនោះគឺហាងគាត់លក់បានច្រើនតែមិនដឹងថាលុយនៅណាពួកគាត់ម្នាក់ទាំងបុគ្គលិកទាំងថៅកែការងារហត់នឿយខ្លាំងសឹងតែអត់មានពេលសម្រាកទេម្លងម៉ោងបើកហាងហ្នឹងប៉ុន្តែគាត់មិនបានកត់ត្រាធ្វើរបាយការណ៍ហើយតួលេខស្តុករបស់គាត់ហ្នឹងក៏អត់មានការគ្រប់គ្រងស្តុករបស់គាត់គឺធ្វើឡើងដោយការចងចាំការពិតទៅហេតុផលមិនមែនមកពីហាងរបស់គាត់លក់មិនល្អទេប៉ុន្តែមកពីគាត់គ្រប់គ្រងហាងរបស់គាត់អត់ទាន់បានត្រឹមត្រូវនិយាយអំពី POS System មិនគ្រាន់តែជាម៉ាស៊ីនគិតលុយចេញវិក័យប័ត្រប៉ុណ្ណោះទេប៉ុន្តែវាគឺជាប្រព័ន្ធគ្រប់គ្រងដែលជួយម្ចាស់ហាងក្នុងការកត់ត្រាការលក់គ្រប់គ្រងស្តុកចុះចំណាយផ្សេងមើលរបាយការណ៍ដឹងអំពីចំណូលចំណាយពិតប្រាកដនិយាយឲ្យខ្លីទៅ PRS គឺជាភ្នែកគឺជាខួរក្បាលរបស់ហាងមានហេតុផល4យ៉ាងដែលហាងគួរតែប្រើ PRS System ហេតុផលទី1កាត់បន្ថយការបាត់បង់មិនថាស្តុកឬក៏ថវិកានោះទេហេតុផលទី2ដឹងច្បាស់ថាចំណេញឬក៏ខាតការដែលមិនដឹងតួលេខច្បាស់លាស់វាគ្រាន់តែជាការស្មានតែប៉ុណ្ណោះហេតុផលទី3សន្សំសំចៃពេលវេលាម្ចាស់ហាងមិនចាំបាច់អង្គុយគណនាបូកដកនៅក្នុងសៀវភៅរាល់យប់នោះឡើយហេតុផលទី4នោះគឺម្ចាស់ហាងអាចធ្វើការសម្រេចចិត្តបានយ៉ាងល្អសាកគិតមើលថាប្រសិនបើមានតួលេខច្បាស់លាស់ការបញ្ជាទិញទំនិញចូលទៅក្នុងស្តុកក៏ធ្វើឡើងបានត្រឹមត្រូវទំនិញណាដែលគួរទិញចូលស្តុកទំនិញណាដែលមិនគួរទិញចូលស្តុកទំនិញណាដែលលក់ដាច់ច្រើនទំនិញណាដែលមិនសូវលក់ដាច់កំហុសធំមួយចំនួនដែលម្ចាស់ហាងតែងតែធ្វើនោះគឺគិតថា PRS ថ្លៃពេកគិតថារងចាំដល់ហាងធំជាងនេះបន្តិចសិនចាំស្វែងរក PRS ទៅទិញ PRS System ដោយមិនយល់ពីអាជីវកម្មរបស់ខ្លួនការពិតទៅ PRS System មិនមែនជាការចំណាយនោះទេតែវាជាការវិនិយោគនិយាយដោយស្មោះត្រង់ទៅការពិត PRS មិនមែនសម្រាប់ទាំងអស់គ្នានោះទេប្រសិនបើហាងរបស់អ្នកលក់ទំនិញពី5មុខចុះហើយមិនទាន់មានបុគ្គលិកយើងអាចធ្វើការលក់រៀបចំជាលក្ខណៈសាមញ្ញប្រើជាមួយនឹង Excel ឬក៏ Google Sheet ប៉ុន្តែប្រសិនបើអ្នកចង់រីកចម្រើនលូតលាស់ PRS គឺជាជំនួយការដ៏សំខាន់បំផុតប្រសិនបើអ្នកជាម្ចាស់ហាងឬអ្នកកំពុងតែស្វែងរកឈុតម៉ាស៊ីនគិតលុយសូមស្វែងយល់ខ្លះជាមុនសិនអំពី PRS System មុនពេលសម្រេចចិត្តទិញអាចចូលមើលវីដេអូរបស់ខ្ញុំបន្ទាប់ទាក់ទងជាមួយនឹងចំណេះដឹងទៅលើ PRS សម្រាប់អាជីវកម្មជួបជាមួយខ្ញុំនៅវីដេអូបន្ទាប់ដែលនិយាយអំពីកំហុសធំទាំង5ពេលទិញ PRS System